ងាកខ្លាំងពេកឲ្យគេឃើញច្បាស់ថាយើងទៅអោបជើងតែចិនកុម្មុយនីសណាហើយសួរថាខុសមែនអោបចិនកុម្មុយនីសនឹងវាអត់មានខុសអីទេព្រោះយើងមានមិត្តឲ្យច្រើនក៏ល្អដែរប៉ុន្តែមិត្តរបស់កម្ពុជាសប្ងៃហ្នឹងគឺជាមិត្តរបៀបបដោះគោយបដោះអាសន្នប្រគ្រប់កិច្ចដើម្បីតបតទប់ទល់នឹងអំពើរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យរបស់ខ្លួនដែលប្រទេសសេរីគេនាំគ្នាដាក់ទណ្ឌកម្មយើងអត់មានជំរឿសតាមពិតកម្ពុជាអត់ដែលទៅបដិសេធទំនាក់ទំនងជាមួយអាមេរិកទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបទេអត់ដែលទេទទួលដៃ10ចង់អោបទាំងចិនចង់អោបទាំងបរទេសជាប្រទេសសេរីក៏ប៉ុន្តែទង្វើដែលយើងធ្វើហ្នឹងគឺធ្វើឲ្យប្រទេសសេរីចូលយើងអត់ចោះហ្មងព្រោះយើងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រទេសសេរីហើយត្រូវនឹងពួកកុម្មុយនីសហ្នឹងតែម្ដងគឺអីការបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពបាក់ស្បាតចាប់ឃុំមនុស្សតាមអំពើចិត្តស្អីក៏ញុះញង់ដែរប្រទេសកម្ពុជារំលាយគណៈបកប្រឆាំងចោលឆន្ទៈរាស្ត្រ3លានអ្នកចោលដូចដកស្ពៃចឹងហើយធ្វើដូចមិនដឹងអីហើយបង្កើតច្បាប់រដ្ឋធម្មនុញ្ញកែចុះកែឡើងដើម្បីបង្ក្រាបឲ្យអ្វីដែលជាអំពើខុសច្បាប់ហ្នឹងបង្កើតឲ្យវាស្របច្បាប់ហើយហិតតែខុសទៀតហើយសហគមន៍អន្តរជាតិគេល្ងងមែនគេមិនមើលឃើញយើងទេឬគេមើលឃើញតាប៉ុន្តែសួរថាអ្នកដឹកនាំរដ្ឋាភិបាលឈឺក្បាលទេអត់ឈឺក្បាលទេព្រោះដោយសារនេះគឺជារបៀបគ្រប់គ្រងអំណាចក្រុមគ្រួសារតកូលខ្លួនឲ្យបានរឹងមាំព្រោះមានតែវិធីរំលាយគណៈបកដតីនឹងហើយដែលធ្វើឲ្យយើងនឹងអាចនឹងបន្តក្រាញអំណាចប៉ុន្តែបានតែប្រយោជន៍បកពួកទេប្រជាពលរដ្ឋ17លាននេះអត់បានសេចក្តីសុខពីអាការដែលអនុវត្តគោលនយោបាយដែលកម្ចាយគណៈបកប្រឆាំងឲ្យខ្មែរគ្នាឯងដែរហើយទៅអោបជើងបរទេសដូចជាសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកអត់អោបបានគេមិនអាចយកយើងមកបានព្រោះតែយើងមកនឹងវាប្រឡាក់ប្រឡូសដោយផុកជ្រាំបើយើងលាងសម្អាតខ្លួនយើងឲ្យជ្រះហើយអាផុកជ្រាំហ្នឹងបើទៅអោបចិនគេយកដៃ10ដោយសារចិនអត់ខ្វល់អាពងអាធ្លាក់ទឹកហ្នឹងគឺយើងយកអីក៏បានដែរចិនគេឲ្យយកទៅអត់បាច់ខ្វល់ទេខ្ចីទៅជំនួយឥតសំណងឲ្យខ្លះខ្ចីខ្លះឲ្យខ្លះខ្ចីខ្លះ$4000 លានជាងសងតែការប្រាក់ចិនសងអត់បានផងមានប្រទេសច្រើនហើយដែលសុកចិត្តកាត់កំពង់ផែកាត់អីទៅឲ្យចិនដើម្បីលួសបំណុលហើយយើងមើលការដឹកនាំប្រទេសបែបនេះប្រជាពលរដ្ឋ17លាននាក់មកជឿលើវាសនារបស់អ្នកដឹកនាំហើយដល់ពេលហើយជពាក់លុយគេរុំសួតប្រជាពលរដ្ឋ17លាននាក់អត់បានចាយផងជពាក់គេកូនកើតមកជពាក់គេ7-800អត់បានចាយមួយរៀលឈឺក្តៅកាហាយចង់រករឿងរដ្ឋាភិបាលរិះគន់អីចាប់ដាក់គុកទៀតអយុធធម៌បណ្ណាសម្រាប់ប្រជាពលរដ្ឋយើងនៅពេលដែលយើងដឹងអំពើអយុធធម៌ការរំលោភបំពានសិទ្ធិមនុស្សអំពើពុករលួយការដឹកនាំរដ្ឋមានបញ្ហាមិនអាចមានសាមគ្គីខ្មែរបាននិយាយអត់បានឲ្យតែនិយាយគឺត្រូវពោះវែកនឹងឆ្លាមនឹងសត្វអាសេរពឹសដែលគណៈបកប្រជាជនគេចិញ្ចឹមដើម្បីប្រឡែងឲ្យមកខំមកចឹកគឺមកខំចឹកគេមករាល់ពេលឡើងទៅគឺត្រូវជួបនឹងសត្វអាសេរពឹសនឹងគ្រប់ពេលគួរឲ្យអកុសលមែនតើហើយអត់មើលឃើញរឿងហ្នឹងទេអញ្ចឹងបានថាទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិនេះគឺជារឿងស្រួលទេគឺយើងសម្អាតខ្លួនយើងឲ្យស្អាតបើយើងធ្វើឲ្យខ្លួនយើងកក្រិចគឺយើងច្បាស់ជាជាប់លាមកនឹងផុកនឹងសម្រាមទៀតហើយដូចជារបៀបដែលគេអត់ខ្វល់ដូចចិនដូចកុម្មុយនីសដទៃទៀតគេអត់ខ្វល់យើងទេគឺគេឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយក្បាលមិនជាប់មេឃជើងមិនជាប់ដីរកស៊ីដើម្បីកេងប្រវាញ់លើកម្លាំងប្រជាពលរដ្ឋខ្មែរយើងយកទៅដើម្បីឲ្យតែចំណេញជាតិសាសន៍គេហើយយើងដល់ពេលដែលអត់មានល្អយើងចេះតែអោបកសោបគេទៅហើយដល់តែពេលមានរឿងអីឆ្លោះគ្នាជាមួយថៃបានយើងដឹងថាយើងធ្លាក់ទឹកប្រងព្រោះអាអ្នកដែលអោបកសោបយើងទាំងនរុអវជ័យហ្នឹងគឺគេក៏ប្រលេះដៃចោលយើងដែរសហគមន៍អន្តរជាតិទាំងអស់អត់មាននរណាថ្កោលទោសថៃជំនួសកម្ពុជាសំបីតែមួយបងប្អូននេះគឺជាបរាជ័យដ៏ធំបំផុតនៅក្នុងការដែលយើងមិនអាចធ្វើខ្លួនយើងដើម្បីឲ្យអបជាមួយនឹងសហគមន៍អន្តរជាតិឲ្យគេនៅខាងយើងបានណាហើយអានេះគឺជារបៀបដឹកនាំរដ្ឋបងប្អូនយើងត្រូវហ៊ាននិយាយការពិតហើយខ្ញុំនិយាយនេះណាអត់មានឲ្យបងប្អូននឹងទៅឡើងធ្វើបាតកម្មទម្លាក់រដ្ឋាភិបាលទេខ្ញុំអត់មានចេតនាបែបនេះទេខ្ញុំគ្រាន់តែពន្យល់អំពី logic ហើយខ្ញុំមិនមែនជាអ្នកវិភាគប្រកែអីទេបងប្អូនកុំឲ្យតម្លៃខ្ញុំធំពេកខ្ញុំគ្មានតម្លៃអីនៅក្នុងការដែលមកនិយាយស្អីគេវិភាគអីត្រូវរឿងអីច្រើនអត់ទេខ្ញុំជាមនុស្សសាមញ្ញដូចតែបងប្អូនរត់ម៉ូតូឌុបរត់ pass up អីពេលខ្លះខ្ញុំចេះមិនដល់បងប្អូនផងព្រោះផ្ដាល់យោបល់មកឲ្យខ្ញុំនឹងប្រសើរណានៃពេលខ្លះដូចនៅប្រទេសកម្ពុជានៅស្រុកខ្មែរជាងកាត់សក់ខ្ញុំសំជានាយករដ្ឋមន្ត្រីជាងនាយករដ្ឋមន្ត្រីផងហេតុអីបានជាខ្ញុំនិយាយចឹង
នៅពេលដែលខ្ញុំកំពុងតែអង្គុយកាត់សក់នៅខ្ញុំនិយាយពី25-30ឆ្នាំមុនណាគឺគាត់និយាយត្រូវទាំងអស់អំពីស្រុកយើងណាបើគេធ្វើអញ្ចេះបានអញ្ចេះល្អអញ្ចេះល្អអញ្ចេះហើយគាត់ជាងកាត់សក់សោះបងប្អូនដល់ពេលហើយពេលគាត់និយាយពីកាត់បន្ថយអំពើពុករលួយគោរពសិទ្ធិមនុស្សស្ដារប្រទេសយើងឲ្យប្រជាពលរដ្ឋនឹងមានជីវភាពធូរធារកុំឆ្លោះគ្នាខ្មែរសាមគ្គីខ្ញុំស្ដាប់គាត់ទៅខ្ញុំថាគួរឲ្យសោកស្ដាយខ្ញុំប្រាប់ថាបងមានសមត្ថភាពធ្វើជានាយករដ្ឋមន្ត្រីបានព្រោះអីគំនិតនេះគឺជាគំនិតអ្នកដឹកនាំប្រទេសតាប៉ុន្តែគួរឲ្យសោកស្ដាយអ្នកដែលមានគំនិតអាចដឹកនាំប្រទេសបាននឹងអាចធ្វើជានាយករដ្ឋមន្ត្រីបានរវល់តែកាន់កត្រាយកាត់សក់ហើយអញ្ចឹងយើងអត់មានទៀតទេខ្ញុំទៅជិះស៊ីក្លូខ្ញុំចូលចិត្តជិះស៊ីក្លូណាបងប្អូននៅស្រុកខ្មែរដោយសារអីមិនមែនជាការដែលឃើញចាស់អញ្ចឹងអាណិតគាត់ជូនលុយគាត់ទេខ្ញុំចង់ផ្ដល់ការងារឲ្យគាត់ធ្វើដោយសុចរិតដោយថ្លៃថ្នូរមិនទៅសុំទានឬក៏មិនទៅលួចឆក់ប្លន់គេអំពើសុចរិតបែបនេះគ្រប់ត្រម៉ូតូឌុបស៊ីក្លូតាក់ស៊ីអីមានមួយកណោខ្ញុំអត់ជិះឆ្ងាយបន្តិចយូរបន្តិចខ្ញុំសុកចិត្តជិះស៊ីក្លូដើម្បីអីជួយលើកទឹកចិត្តបានខ្ញុំមិនផ្ដល់ថវិការបៀបជាការឲ្យលុយដើម្បីឲ្យគាត់អត់ធ្វើការទេព្រោះគាត់អត់មានមោទនភាពនៅក្នុងការបំពេញការងារអញ្ចឹងគ្រប់ត្រគាត់ដោយជិះស៊ីក្លូរបស់គាត់គាត់ឲ្យជូនលុយគាត់លើសទៅបើមួយជើងហ្នឹង1500ជូនគាត់3000ទៅវាមិនជាចង្រៃអីជួយលើកទឹកចិត្តគាត់ផងព្រោះគាត់បាក់ញើសពេញខ្លួនប៉ុន្តែនៅក្នុងពេលហ្នឹងក៏មានឱកាសជជែកលេងជាមួយគាត់អំបីដឹងតើទៅសួរទៅតាស៊ីក្លូណាក៏មានគំនិតស្នេហាជាតិអាចនឹងដឹកនាំប្រទេសបានដែរទៅសួរគាត់ទៅសួរគាត់មើលសាកមើលហើយកុំររឿងធ្វើទុកបុកម្នេញគាត់ថានិយាយទៅហ្នឹងគឺខ្លាចគេចាប់ដាក់គុកនិយាយឲ្យអស់ចិត្តហើយទៅស្ដាប់គាត់ហើយតើហើយខ្ញុំបានជម្រាបពួកគាត់ថាលោកអ៊ំបើតថាវ័យចាស់មែនបើកាន់ប្រទេសយើងនឹងបានសេចក្តីសុខប៉ុណ្ណាទេព្រោះយល់អំពីការជ្រាក់ជ្រៅរបស់អ្នកក្រអ្នកលំបាកដោយតាស៊ីក្លូអីអញ្ចឹងធាក់ស៊ីក្លូអីអញ្ចឹងចង់ឲ្យជីវភាពរីកចម្រើនគឺត្រូវធ្វើម៉េចគួរឲ្យសោកស្ដាយគំនិតដ៏ល្អដែលអាចធ្វើនេះបានហ្នឹងគឺអ្នកដែលដឹកនាំប្រទេសបានរវល់ធាក់ស៊ីក្លូអស់ទៅហើយអានេះគឺជាអ្វីដែលយើងគិតថាវាគួរឲ្យសោកស្ដាយអញ្ចឹងបានថាការដឹកនាំប្រទេសគឺយើងស្ដាប់មតិរបស់ប្រជាពលរដ្ឋអ្នកណាក៏អាចក្លាយជាមេដឹកនាំបានដែរអ្នកណាក៏មានគំនិតស្ថាបអញ្ចឹងបានថាកុំថាខ្ញុំប៉ាកែខ្ញុំចេះអីខ្ញុំអត់ចេះទេអីទេដូចតែបងប្អូនទេឲ្យខ្ញុំស្ដាប់មតិខ្ញុំស្ដាប់អ្វីដែលជាភាពខ្លាំងរបស់ខ្ញុំណាគឺខ្ញុំស្ដាប់ខ្ញុំចូលចិត្តស្ដាប់ណាឲ្យតែពេលជួបបងប្អូននិយាយឲ្យស្ដាប់ខ្ញុំចូលចិត្តស្ដាប់មតិទាំងអស់ទោះជាមតិយ៉ាងម៉េចក៏ដោយខ្ញុំចូលចិត្តស្ដាប់ប៉ុន្តែឲ្យតែមានជេរបតិចផ្ដាសាបើនៅក្នុង Facebook YouTube របស់ខ្ញុំគឺបាយហើយនេះគឺជាឱកាសចុងក្រោយដែលបានឮសារហ្នឹងហើយគឺខ្ញុំប្លុកចោលទាំងអស់មិនចំពោះថាគាត់បាត់បង់មិនបានស្ដាប់មតិខ្ញុំគំនិតខ្ញុំអីយ៉ាងម៉េចទេព្រោះខ្ញុំធ្វើធម្មទានចង់ឲ្យបងប្អូនស្ដាប់ការស្រាវជ្រាវការស្វែងរកព័ត៌មានពិតជូនបងប្អូនប៉ុន្តែតែចេញមកជេរបើកមាត់មកចាប់ផ្ដើមបចោលភ្លាមគឺប្លុកចោលហ្មងគឺតម្លៃស្អីក៏អត់មានដែរចំពោះខ្ញុំអ្នកណាក៏ដោយមិនចំពោះតែមនុស្សនៅក្នុងគ្រួសារខ្ញុំទេអ្នកណាក៏ដោយមិត្តភក្តិណាក៏ដោយដែលបើកមាត់ឲ្យចាប់ផ្ដើមជេរគឺអស់មានមិត្តអស់មានភក្តិអស់មានគ្រួសារអីជាមួយគ្នាជជែកគ្នាអីបានហើយព្រោះអីអំពើជេរពីលាអាវ៉ាសែបាត់ផ្សារអសិលធម៌គ្មានសុជីវធម៌បែបនេះមិនមែនជាដំណោះស្រាយទេវាជាការចងកំហឹងគុំគួនហើយបើយើងខ្សែគប់មនុស្សបែបនេះកាន់តែយូរគឺយើងនឹងចង្រៃតាមហ្នឹងអញ្ចឹងបំភ្លេចចោលទៅហើយ delete ចោល block ចោលអស់ទៅព្រោះនៅក្នុងខួរក្បាលយើងត្រូវការសេរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការអត់ត្រូវការលិមួកទេបងប្អូនអត់ត្រូវការកន្ធោអត់ត្រូវការបាតផ្សារដូចថាស្រាតសពុតឬក៏អសិលធម៌អញ្ចឹងទេ block ចោលអត់និយាយគ្នាបានបើគាត់កែចរិតស្ដារមកវិញនិយាយគ្នាបានវិញអត់អីទេគឺយើងអត់ចូលចិត្តតែភាពអសិលធម៌អគុណធម៌ខ្វះសេចក្តីថ្លៃថ្នូរតែប៉ុណ្ណឹងនេះជាការបង្រៀនឲ្យយើងមានសេចក្តីថ្លៃថ្នូរតែប៉ុណ្ណឹងអត់ចង់បានអីហើយសូមអធិស្ឋានបងប្អូនទាំងអស់បងប្អូនចូលនៅក្នុង comment របស់ខ្ញុំស្ដាប់គ្រប់ពេលហើយខ្ញុំមានពេលមួយថ្ងៃខ្ញុំឆ្លើយសារបងប្អូនណាមិនតិចជាង300សារទេនៅក្នុងMessenger ក្នុងអីហ្នឹងខ្ញុំឆ្លើយបងប្អូនខ្លះថាបាច់ឆ្លើយមកខ្ញុំវិញទេព្រោះអីលោករវល់ណាខ្ញុំឲ្យតម្លៃមតិរបស់បងប្អូនប៉ុន្តែជៀសវាងការជេរបន្តិចពេលខ្លះឲ្យគំនិតមកខ្ញុំចង់នៃស្ថាបនាទៅខ្ញុំក៏ជួយកែតម្រូវថាអាហ្នឹងមិនពិតទេឈប់សបផ្សាយអីទៀតទៅក៏ជួយអប់រំកែដែរមិនអាចជ័យធ្លាក់ទឹកហើយអើអីចឹងទេប៉ុន្តែស្ដាប់នេះហើយគឺជារឿងសំខាន់ហើយខ្ញុំចង់ឲ្យរដ្ឋាភិបាលកម្ពុជាស្ដាប់រៀនស្ដាប់កុំរៀនចោតគេថាញុះញង់គ្រប់ពេលហើយបើក្លាហានមែនតើណាដើម្បីឲ្យជាតិនេះមានសាមគ្គីជាជាតិសាសន៍មួយហើយយើងដោះស្រាយបញ្ហាឲ្យត្រូវរឿងជាអង្គុយបកផ្សែង
មិនព្រមរួចភ្លើងណាកម្ពុជាបង្កើតសមាជប្រជាពលរដ្ឋឡើងវិញរដ្ឋធម្មនុញ្ញមានចែងហើយឬខ្ញុំបងនិយាយចឹងថាខ្ញុំអត់មានទៅចង់ឲ្យរុះរើរដ្ឋាភិបាលទម្លាក់រដ្ឋាភិបាលអីទេអស់លោកកាន់ទៅតកូលអីក៏បានដែរខ្ញុំអត់ឈឺក្បាលទេតកូលសុកតកូលទាតកូលហ៊ុនតកូលកំតកូលសំតកូលរងតកូលសតកូលអីកាន់ចោះប៉ុន្តែសូមឲ្យកាន់ឲ្យប្រទេសនេះប្រជាពលរដ្ឋ17លាននាក់អាចរស់នៅជាមួយគ្នាយើង agree to disagree យើងអាចព្រមព្រៀងគ្នាយល់ស្របទៅតាមមតិមិនយល់ស្របនឹងបានអូខេគាត់មានគំនិតចឹងឥឡូវព្រមថាទៅតាមគំនិតដែលយើងមិនស្របគាត់ចឹងចោះអត់អីទេឲ្យរៀនចេះអញ្ចឹងបានយើងនៅជាមួយគ្នាបានកុំថាអ្នកណានិយាយអីក្បត់ជាតិអ្នកណានិយាយអីញុះញង់អ្នកណានិយាយអីក្រុមប្រឆាំងផ្កាប់មកយើងអត់មានកោះត្រើយទេហើយម៉ោងនេះអត់មានម៉ោងចឹងទេគឺម៉ោងសាមគ្គីរស់សាមគ្គីឈ្នះអញ្ចឹងខ្ញុំវិលមកវិញដែលមេដឹកនាំកម្ពុជាប្រើពាក្យសាមគ្គីរស់សាមគ្គីឈ្នះនេះគឺជាសារប្រជាពិធដ្ឋទេព្រោះគាត់សាមគ្គីរស់និងសាមគ្គីឈ្នះតែក្រុមគាត់ទេអត់មានសាមគ្គីអ្នកដតីកើតទេហើយបើខ្មែរគ្មានសាមគ្គីជាធ្លុងមួយរវាងខ្មែរទាំងអស់ទេគឺយើងដឹកនាំ100ឆ្នាំទៀតក៏អត់ទៅមុខមានតែលលាយព្រោះដោយសារអីយើងអាចត្រូវគ្នាហើយខ្ញុំដកស្រង់ប្រសាសន៍របស់អ្នកឃ្លាំមើលសង្គមដែលឧស្សាហ៍ឃ្លាំមើលស្ថានភាពកម្ពុជាហើយក៏គាត់លើកឡើងអំពីសាររបស់លោកហ៊ុនសែននិយាយសាមគ្គីរស់សាមគ្គីឈ្នះហ្នឹងគាត់ថាអញ្ចេះលោកម៉ែណាតលោកម៉ែណាតលោកឈឺឆ្អែលកិច្ចការសង្គមនឹងរាល់ថ្ងៃដែរលោកម៉ែណាតឆ្លើយចេះថាសូមជូនយោបល់បន្ថែមដើម្បីឲ្យសាររបស់លោកហ៊ុនសែនដែលថាសាមគ្គីរស់សាមគ្គីឈ្នះនេះមានប្រសិទ្ធភាពនៅក្នុងការអនុវត្តជាក់ស្ដែងនិងឈប់ធ្វើប្រជាពិធដ្ឋនយោបាយនៅក្នុងស្ថានភាពប្រទេសថៃកំពុងឈ្លានពានកម្ពុជានៅចំពោះមុខនេះគឺរដ្ឋាភិបាលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតលោកខ្លួនផ្ទាល់គួរធ្វើរឿង3យ៉ាងដែលជាជំហានដំបូងនេះជាសំណូមពររបស់ប្រជាពលរដ្ឋនៅក្រៅប្រទេសទី1ប្រកាសរួបរวมឯកភាពជាតិមិនមែនឯកភាពបកគឺផ្សះផ្សាជាតិពិតប្រាកដតាមរយៈការប្រស័យតាក់ទងក្នុងនាមខ្មែរគ្នាឯងនិងតាមរយៈកិច្ចសន្ទនាគ្រប់ភាគីខ្មែរដោយស្មោះត្រង់ស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជាទីត្រង់ចំណុចនេះលោកម៉ែណាតបញ្ជាក់បន្ថែមថាយើងចង់ឃើញមានការដោះលែងដោយគ្មានលក្ខខណ្ឌចំពោះលោកកឹមសុខាលោកថាច់សេដ្ឋាកញ្ញាសេងធីរីជាដើមនឹងត្រូវដោះលែងសកម្មជននយោបាយសកម្មជនបរិស្ថានសកម្មជនសង្គមរួមទាំងត្រូវទម្លាក់ចោលសំណុំរឿងនយោបាយរបស់លោករងឈុននិងអ្នកដទៃទៀតផងដែរទី2លោកម៉ែណាតបន្ថែមត្រូវបើកលំហសេរីភាពនយោបាយឲ្យមានការប្រកួតប្រជែងស្មើភាពគ្នាស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជានិងគោរពគោលការណ៍ច្បាប់វិជ្ជមាននានាទី3លោកថាបើកលំហសេរីភាពសារព័ត៌មានដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងមានសិទ្ធិបញ្ចេញមតិដោយសេរីបាទនេះគឺជាសំណើដ៏សមហេតុសមផលហើយមិនពិបាកធ្វើសោះប៉ុន្តែរដ្ឋាភិបាលធ្វើឲ្យតែពិបាកតតែបានដោយសារអីការបើកលំហសេរីភាពនៅក្នុងការហ៊ាននិយាយការពិតមិនមានសត្វអាសេរពឹសតាមខំនេះគឺជាការផ្ចាញ់ផ្ចាលរបៀបដឹកនាំរដ្ឋរបស់គណៈបកកណ្ដាលអំណាចនឹងហើយដូច្នេះគាត់ធ្វើអត់បានទេហើយការធ្វើអត់បានហ្នឹងគឺជាការរំលាយខ្លួនដែរដោយរបបខ្មែរក្រហមអញ្ចឹងចុងក្រោយអ្នកដែលនៅលើកប៉ាល់ហ្នឹងគឺលិចទៅទាំងអស់គ្នាទាំងគណៈបកកណ្ដាលអំណាចហ្នឹងក៏លិចទៅជាមួយគ្នាដែរវាជារឿងអកុសលហើយជាប្រវត្តិសាស្ត្រដោយលោកតាន់សង់ហ្វ្រង់ស្វ័រដែលជារដ្ឋមន្ត្រីប្រតិភូអមរដ្ឋាភិបាលកាន់កិច្ចការក្រសួងការបរទេសអញ្ចឹងមួយថ្ងៃមុនហ្នឹងគាត់សរសេរសារអំពីពមៀនថៃថានឹងរងការសងសឹកគ្រប់ចំនួនដោយសារតែអំពើឈ្លានពានដែនអធិបតេយ្យថាប្រវត្តិសាស្ត្រគឺក្បាលរឹងណាស់បានន័យថាប្រវត្តិសាស្ត្រមិនអនុគ្រោះឲ្យទេដូចគ្នាប្រវត្តិសាស្ត្រកម្ពុជាក្បាលរឹងណាស់ខ្ញុំគិតថាសម្ដីរបស់លោកតាន់សង់ហ្វ្រង់ស្វ័រនេះគឺនិយាយឲ្យថៃក៏ត្រូវជាមួយនឹងខ្មែរដែរខ្ញុំសូមដកស្រង់សម្ដីរបស់លោកមកឆ្លើយនៅក្នុងន័យនេះថាប្រវត្តិសាស្ត្រក្បាលរឹងណាស់ History is relentless ក្បាលរឹងត្រង់ម៉េចថាបើយើងនៅតែបន្តធ្វើទុកបុកម្នេញខ្មែរគ្នាឯងហើយបន្តប្រើនយោបាយប្រជាពិធដ្ឋដើម្បីបិទបាំងថាខ្លួនពិតជាបង្រួបបង្រួមជាតិនេះហើយមិនបង្រួបបង្រួមមែនតើគឺវាមិនខុសពីអ្វីដែលកើតឡើងក្នុងសម័យខ្មែរក្រហមទេគឺប្រវត្តិសាស្ត្រក្បាលរឹងណាស់គឺវានឹងសារដានឡើងវិញអត់មានបាត់ទៅណាទេដូច្នេះដើម្បីឲ្យប្រវត្តិសាស្ត្រកុំក្បាលរឹងគឺសកត់ក្បាលប្រវត្តិសាស្ត្រហ្នឹងហើយកែប្រវត្តិសាស្ត្រដោយរបៀបដឹកនាំរដ្ឋឲ្យប្រសើរជាងហ្នឹងកុំឲ្យទៅនៅក្នុងស្ថានភាពបែបហ្នឹងដដែលបាទឥឡូវនេះគឺនិយាយពីរឿងចំណុចទី3ដែលលោកម៉ែនណាតនិយាយពីសេរីភាពសារព័ត៌មានអកុសលណាស់បងប្អូនប៉ុន្តែខ្ញុំថាសេរីភាពសារព័ត៌មានហ្នឹងគឺយើងបំផ្លាញខ្ទេចខ្ទីតែម្ដងប្រព័ន្ធសារព័ត៌មានឯករាជ្យអត់មានសោះនៅស្រុកខ្មែរយើងអត់មានក្លឹបអ្នកកាសែតអន្តរជាតិកាលមុនធ្លាប់មានឥឡូវអ្នកកាសែតអន្តរជាតិមាននៅបាងកកទាំងអស់
រួចតទៅពេលមានឆ្លោះជាមួយថៃគេផ្សាយតែពីរឿងថៃគេយកព័ត៌មានពីបាងកកយើងនៅបាងកកយកព័ត៌មាននិយាយពីថៃឈ្លានពានកម្ពុជាណាទៅហ៊ាននិយាយថៃឈ្លានពានកម្ពុជាគេដេញផ្អើលពីបាងកកទៀតទៅដល់អញ្ចឹងទៅនិយាយតែពីរឿងខ្មែរក៏ខុសណាវាទៅជាអញ្ចឹងណារឿងថៃឈ្លានពានអត់មានផ្សាយពីរឿងថៃឈ្លានពានទេនិយាយតែពីរឿងទាំងពីរនាក់ហ្នឹងគឺខុសទាំងសងខាងអញ្ចឹងចាក់ខ្សែអញ្ចឹងរហូតដោយសារយើងវាអត់មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យខ្លួនយើងជាភាសាអង់គ្លេសខ្ញុំនិយាយជាភាសាអង់គ្លេសភាសាខ្មែរហ្នឹងក៏មិនបាច់ហៅលឺទេអូយមិនដឹងជាស្អីទេលោកអាយលោក10មកយួរចេះតែទៅហើយមិនដឹងស្អីទេផ្សាយនោះគឺចេះតែផ្សាយឲ្យតែលឺប៉ុន្តែខ្ញុំកោតសរសើរក្រសួងព័ត៌មានដែរក្នុងរយៈពេលចុងក្រោយនេះដែលដឹកនាំដោយលោកណេតភក្ត្រាការដែលសរសើរដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រានេះគឺដោយសារតែមួយរយៈពេលចុងក្រោយនេះជាពិសេសក្រោយបទឈប់បាញ់គ្នាកើតឡើងពីថ្ងៃទី27ខែធ្នូមកគឺគាត់ខាងក្រសួងព័ត៌មានកម្ពុជាបានសម្របសម្រួលឲ្យមានអ្នកកាសែតអន្តរជាតិល្បីៗណាស់មាន Al Jazeera មាន CNN មាន BBC មានសារព័ត៌មានអន្តរជាតិមួយចំនួនទៀតអាចចូលមកយកព័ត៌មានដល់ភូមិព្រៃច័ន្ទភូមិជោគជ័យហើយទៅដល់អាស្ពានដែលថៃបាញ់កំទេចខ្ទេចខ្ទីអស់ណាម្ដងទៀតបងប្អូនខ្ញុំនិយាយដោយស្មោះគឺខ្ញុំកម្រសរសើរការដែលរៀបចំឬក៏ដំណើរការងាររបស់ថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាណាស់ដោយសារតែធ្វើខុសច្រើនពេកប៉ុន្តែរឿងនេះគឺជារឿងត្រឹមត្រូវគឺគាត់ធ្វើហ្នឹងគឺយើងឃើញមែនឃើញអ្នកសារព័ត៌មានចុះទៅយកព័ត៌មានដល់ទីតាំងកើតហេតុផ្ទុះខ្ទេចខ្ទីអស់ហេដ្ឋារចនាសម្ព័ន្ធឥឡូវនេះពិភពលោកចាប់ផ្ដើមឃើញអំពីវិនិស្សកម្មនៅក្នុងសង្គ្រាមរយៈពេល21ថ្ងៃចុងក្រោយនេះប្រជាពលរដ្ឋជនភៀសខ្លួនរស់នៅរញ៉េរញាក់ពេញទឹកពេញដីហ្នឹងហើយក៏ជាឱកាសដែលសហគមន៍អន្តរជាតិចាប់ផ្ដើមឃើញរូបភាពមួយជ្រុងពីភាគីកម្ពុជាប៉ុន្តែសួរថាបានប្រយោជន៍អីបងប្អូនសំណួរសួរថាបានប្រយោជន៍អីសារព័ត៌មានអន្តរជាតិមករាយការណ៍នៅពេលដែលថៃវាយខ្ទេចអស់ហើយហ្នឹងយើងរាយការណ៍ពីការឈឺចាប់ល្អហើយឲ្យការឈឺចាប់របស់យើងហ្នឹងគឺបានលឺដល់ឆាកអន្តរជាតិប៉ុន្តែអាការឈឺចាប់ហ្នឹងគឺមិនមែនមករាយការណ៍ប្រាប់ថាថៃជាអ្នកឈ្លានពានកម្ពុជាទេការរាយការណ៍នេះគឺគ្រាន់តែជាការរាយការណ៍បញ្ជាក់ប្រាប់ថាកម្ពុជារងផលខូចខាតពីសង្គ្រាមឆ្លោះគ្នាដែលអត់ដឹងថានរណាសម្អោចក្នុងខោតែប៉ុណ្្នឹងឯងជាការពិតហើយយើងបានបង្ហាញប្រាប់ពិភពលោកអំពីអ្វីដែលជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលវាជាការដែលប្រាប់អន្តរជាតិឲ្យដឹងថាថៃក៏ហក់អន្តរជាតិទេដែលថាផ្លោងគ្រាប់ទៅតែជំរំយោធាអីហ្នឹងតាមពិតមិនមែនទេប៉ះវត្តអារាមសាលារៀនមន្ទីរពេទ្យស្ពានសំណង់ស៊ីវិលអីសពបែបយ៉ាងដែរដូច្នេះថៃបំពេញច្បាប់មនុស្សធម៌អន្តរជាតិច្បាប់អន្តរជាតិច្រើនដែរដោយសារតែការដែលប្រព្រឹត្តប្រេះផ្ដាស់របស់ខ្លួនអញ្ចឹងការដែលនាំអ្នកកាសែតទាំងអស់នេះមកចូលមកនេះគឺជាឱកាសដែលចង់ប្រាប់ថាយើងក៏មានយើងឲ្យអន្តរជាតិបានដឹងបាទចង់និយាយថាបានដឹងក្នុងន័យថាមានការបំផ្លាញខ្ទេចខ្ទីដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏ប៉ុន្តែបងប្អូនយើងត្រូវការសារព័ត៌មានអន្តរជាតិទាំងនេះមិនមែនកពើរួចទៅបងហ៊ានចាប់សំទោសកពើក្នុងទឹកបងមិនសូវហ៊ានចាប់កពើងាប់ស្រាប់បងចាប់ឲ្យស្រីមើលទេកបីស៊ីស្រូវបងមិនសូវហ៊ានដេញកបីដើរចេញបងដេញឲ្យស្រីមើលអត់មែនអញ្ចឹងទេគឺយើងត្រូវរាយការណ៍តាំងពីដើមទីដើម្បីឲ្យពិភពលោកបានដឹងថាអ្នកណាឈ្លានពានអ្នកណាពីដើមទីមកម៉ោងនេះគឺយើងគ្រាន់តែនិយាយពីវិនិស្សកម្មប៉ុន្តែយើងអត់បាននិយាយពីអ្នកដែលបង្កហេតុដើមដំបូងទេចុះឥឡូវខ្ទេចខ្ទីនឹងក៏ដោយប៉ុន្តែបើយើងជាអ្នកសម្អោចក្នុងខោមុនដោយអ្វីដែលថៃចោតប្រកាន់អញ្ចឹងបានន័យថាជាការពិតយើងគ្រាន់តែប្រាប់ថាវិនិស្សកម្មអញ្ចឹងថៃមិនគួរណាចាស់ដៃពេកដល់ប៉ុណ្ណឹងទេប៉ុន្តែចុះហេតុអីបានជាយើងនាំអាតគេអញ្ចឹងទៅឧទាហរណ៍ពួកអត់មានព័ត៌មានពីមុនមកដែលឈ្លានពានថៃឈ្លានពានខ្មែរនោះអត់មានសារព័ត៌មានអន្តរជាតិណាផ្សាយសោះគឺតលតែចប់សង្គ្រាមមកផ្សាយពីវិនិស្សកម្មបងប្អូនល្អហើយវិនិស្សកម្មហ្នឹងល្អខ្ញុំលើកទឹកចិត្តហើយលោកណេតភក្ត្រាហ្នឹងថាមានសារព័ត៌មាន AP AFP Reuters Kyodo NHK ជប៉ុន Xinhua ចិន EPA BBC Al Jazeera Arab Channels New Asia CGTN CGTV DW របស់អាល្លឺម៉ង់ The Times អីចឹងគាត់សម្របសម្រួលឲ្យមកថតរូបនៅប្រទេសកម្ពុជាល្អហើយឥឡូវបានភ័ស្តុតាងហើយកម្ពុជាក្រសួងព័ត៌មាន
ជួយជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការយុតិធធអន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិផងព្រោះគ្រាន់តែការដើរមើលថតរូបនេះវាគ្រាន់តែជាការសោកសៅល្អហើយនេះគឺជាភ័ស្តុតាងប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺត្រូវប្តឹងថៃទៅតុលាការអន្តរជាតិទាំងនេះក៏ប៉ុន្តែអាការប្តឹងថៃហ្នឹងគឺមិនដឹងថាប្តឹងពេលណាដោយសារអីថ្ងៃនេះគឺលោកហ៊ុនសែននៅក្នុងទិវា7 មករាដឹងលោកថ្លែងសារថាម៉េចទេសាររបស់លោកគឺជាសារដែលបង្ហាញអំពីភាពអស្ចារ្យរបស់ថ្នាក់ដឹកនាំដែរព្រោះអីគាត់និយាយថាអញ្ចេះខ្ញុំអានសាររបស់គាត់ដើម្បីគាត់និយាយថាកម្ពុជាមិនធ្វើសម្បទានដែនអធិបតេយ្យទេបានន័យថាម៉េចបងប្អូនកម្ពុជាមិនធ្វើសម្បទានដែនអធិបតេយ្យនិងសេចក្តីថ្លៃថ្នូរទេសម្បទានបានន័យថាដោះដូរព្រមឲ្យដីដូរនឹងសន្តិភាពចឹងឧទាហរណ៍ណាគឺយើងសម្បទានបានន័យថាយើងព្រមចាស់ចាញ់ទៅអត់អីឲ្យគេទៅអញ្ចឹងនៅក្នុងន័យនេះគឺនៅក្នុងសាររបស់លោកហ៊ុនសែនដែលជាប្រធានគណៈបកប្រជាជនកម្ពុជាថាកម្ពុជាមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយហើយការបញ្ជាក់នេះគឺរំលឹកនៅក្នុងខួបទី47នៃទិវាជ័យជំនះ7 មករាលោកក៏បានលើកឡើងអំពីសង្គ្រាមរំលោភបំពានកម្ពុជាកំរោលមកលើបូរណភាពទឹកដីកម្ពុជាតាមបណ្ដោយព្រំដែននៃលក្ខនឹងលក្ខអីចឹងទៅកម្ពុជាបញ្ជាក់នៅការបដិញ្ញាចិត្តយ៉ាងមុតមមដើម្បីសម្រេចនៅគោលដៅចម្បងរបស់ខ្លួនគឺបញ្ចប់ទុក្ខវេទនារបស់ប្រជាពលរដ្ឋទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមេគាឆ្ពោះទៅរកសន្តិភាពដំណោះស្រាយប្រកបដោយយុត្តិធម៌និងចេរកាលទន្ទឹមនឹងនេះកម្ពុជាមិនធ្វើសម្បទានអធិបតេយ្យសេចក្តីថ្លៃថ្នូរទេអូខេជាការល្អយើងអត់ធ្វើសម្បទានបានន័យថាយើងមិនដោះដូរដីជាមួយនឹងសន្តិភាពទេតើធ្វើម៉េចចឹងវាយថៃយកដីមកវិញព្រោះឥឡូវគេគ្រប់គ្រងតំបន់ទាំង4ហ្នឹងយើងអត់ធ្វើសម្បទានតែយើងធ្វើយ៉ាងម៉េចយើងមិនអាចយកកម្លាំងយោធាទៅវាយថៃបានទេអញ្ចឹងមិនបាច់ឆ្ងល់ទេបើយើងចង់វាយថៃយើងត្រៀមខ្លួនយ៉ាងតិច30ឆ្នាំទៀតឲ្យមានវាយថៃបាននៅក្នុងនាមថាសភាវុធហើយខ្ញុំអត់ចង់ឲ្យមានរឿងនឹងកើតឡើងទេសង្គ្រាមរបៀបសភាវុធនេះមិនបានចំណេញអីទេប៉ុន្តែបើយើងចង់ខ្លាំងវាយថៃឲ្យបានត្រៀមខ្លួន30ឆ្នាំទៀតហើយ30ឆ្នាំតោះតែចាប់ផ្ដើមត្រៀមទៀតបើអត់ចាប់ផ្ដើមត្រៀមដូចសពថ្ងៃ100ឆ្នាំទៀតក៏វាយអត់បានដែរត្រៀមហ្នឹងគឺត្រៀមដើម្បីអីឲ្យកម្លាំងសភាវុធយើងរឹងមាំមហាសាមគ្គីជាតិខ្មែររឹងមាំដូចខ្ញុំនិយាយ3ចំណុចសហគមន៍អន្តរជាតិគឺយើងសហការគេព្រោះឥឡូវយើងមានលុយមិនប្រកាសតែទិញសភាវុធល្អៗនឹងបានទៀតដោយសារស្ថានភាពស្រុកទេសរបស់យើងហ្នឹងគឺរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យសភាវុធរបស់អាមេរិកមួយចំនួនលក់អត់បានគឺគេអត់លក់ឲ្យយើងទេដោយសារតែគេថាយើងជាប្រទេសដែលមិនច្បាស់លាស់ផ្នែកសិទ្ធិមនុស្សប្រជាធិបតេយ្យគេខ្លាចយើងយកទៅប្រើប្រាស់ផ្ដាស់អាហ្នឹងមានលុយទិញអត់បានទៀតហើយបើទិញអត់បានតែយើងទៅទិញពីចិនណាតែទិញពីចិនយើងមិនឈ្នះសភាវុធចិនមួយចំនួនមិនអាចទប់ទល់នឹងសភាវុធល្បីៗល្អៗរបស់អាមេរិកឬក៏អឺរ៉ុបបានផងហ្នឹងតោះតែយកអាណាទំនើបអញ្ចឹងបានទប់គ្នាតន់អញ្ចឹងទៅយើងបានតែទប់តែវាអត់មានអាការដែលបដិញវាយគេដោយ F16 អញ្ចឹងទៅឬក៏អាចមានយន្តហោះចិនប៉ុន្តែចិននេះណាបើទោះបីយើងមានលុយទិញអារបស់អស់ទាំងហ្នឹងតើយើងជពាក់គេ4000លាន5000លានដុល្លារអត់ទាន់សងផងសងតែការប្រាក់គេអត់បានតែគេលក់អាម៉េចឲ្យយើងដូចថាវាជពាក់គេច្រើនពេកដល់អញ្ចឹងយើងអត់មានសេដ្ឋកិច្ចរីចម្រើនអីគេឲ្យមកក៏ជួនកាលអានេះឲ្យយើងបើថាបថុយប្រឋានច្រើនមែនប៉ុន្តែយូរវាច្រើនពេកដូចជារៀងរាថយដែរឲ្យច្រើនពេកទៅអត់មានអីសងខ្លាចសហគមន៍អន្តរជាតិឌីលថាចេះតែឲ្យអត់មានស្អីសងផងអាហ្នឹងក៏យើងអាចទិញបានដែរអញ្ចឹងបានថាតើតសេដ្ឋកិច្ចយើងរឹងមាំហើយរឹងមាំតស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយបើអត់ព្រមស្ដារប្រជាធិបតេយ្យនៅតែគិតតែសាមគ្គីរស់សាមគ្គីឈ្នះហ្នឹងអត់ដឹងថាធ្វើមិនយើងកំពុងតែនិយាយពីរឿងត្រូវឆ្នោតឲ្យអត់ទិញស្លឹកឆ្នោតនេះយើងនិយាយពីរឿងត្រូវកតុយលេខឲ្យអត់ចាក់សោះតើយើងត្រូវអាម៉េចឥឡូវហ្នឹងយើងតល់តែទិញស្លឹកឆ្នោតបើថា1លានឱកាសយើងមួយនៅក្នុង1លានសំណាងទើបត្រូវអីក៏ដោយឬក៏រាប់រយលានតោះតែយើងទិញឲ្យវាមានលេខហ្នឹងផ្ទៀងគេត្រូវមិនត្រូវហើយចុះអាហ្នឹងបានមានលទ្ធភាពផ្ទៀងកតុយលេខក៏ចឹងដែរយើងយល់សពច្បាស់អីក៏ដោយលេខចាញ់អីក៏ដោយប៉ុន្តែបើយើងអត់ចាក់សោះដល់ពេលកតុយលេខចាញ់មកធ្វើម៉េចយើងត្រូវនេះឥឡូវយើងកំពុងតែនិយាយអំពីលេខកតុយលេខនិងលេខឆ្នោតដែលយើងសង្ឃឹមថាឈ្នះនឹងត្រូវតែអត់ទិញស្លឹកឆ្នោតហើយទៅយើងបន់ស្រន់យ៉ាងម៉េចនេះខ្ញុំនិយាយឲ្យងាយយល់មេដឹកនាំចង់ត្រូវកតុយលេខនិងត្រូវឆ្នោតតែអត់ទិញស្លឹកឆ្នោតហើយបងប្អូន7-10លានអ្នកហ្នឹងសង្ឃឹមទៅនេះគេហៅថានយោបាយប្រជាពិធគឺការដែលអនុវត្តគឺថាបើជ្រុលតែចង់ត្រូវឆ្នោតទិញទៅមួយស្លឹកក៏បានពីរស្លឹកក៏បាន3ស្លឹកក៏បានទៅតាមលទ្ធភាពយើងចង់ផ្សងសំណាំប៉ុន្តែទិញខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនលេងឆ្នោតទេបងប្អូនព្រោះលបែងវាមិនមែនជារឿងអពមង្គលទេសម្រាប់អ្នកកាន់សាសនាពុទ្ធប៉ុន្តែអាការទិញឆ្នោតពេលដែលដល់រាប់ពាន់លានដុល្លារអីដូចនៅស្រុកអាមេរិកនេះ
tinh tàu vượt chẳng rai ấy tê mà sẽ lắc bay real $5 ấy nâng bỏ trâu bàn $500 nâng vô tôi chạy bom phun con tọp sụp không ai dương ở bò bô mà bảoខ្ញុំត្រូវឆ្នោតមិនខ្ញុំសឹងតែចាច់ពាក់កណ្ដាលតែឲ្យកងតបខ្មែរខ្ញុំទិញតែតាយូរទិញ$2ដែរកុំឲ្យថាអត់សោះខ្ញុំអត់ចូលចិត្តគ្រប់គ្រងអាការលេងឆ្នោតហ្នឹងឯងព្រោះអីវាជាសំណាងសុទ្ធសាធខ្ញុំអត់ចូលចិត្តផ្សងសំណាងទេប៉ុន្តែពេលខ្លះដល់ពេលគេឃើញឡើងដល់ទៅ$1000,000ហើយគ្រាន់តែអស់$2ផ្សងលេងគេទៅវាថៃហើយដល់ពេលយើងទិញស្លឹកឆ្នោតហ្នឹងគឺវាមានពេលផ្ទៀងគេដែរអូគេចាញ់ថ្ងៃនេះយើងយកទៅផ្ទៀងតែបើអត់ទិញសោះហ្នឹងវាអត់សោះឈឹងសូនអញ្ចឹងឥឡូវសប្តាហ៍ហ្នឹងគឺអញ្ចឹងគឺយើងអត់ទិញឆ្នោតតែយើងចង់ត្រូវឆ្នោតអញ្ចឹងបងប្អូនកម្ពុជាជួយប្រាប់ផងប្រាប់ទៅរដ្ឋាភិបាលផងបើចង់ទិញឆ្នោតសំទោសបើចង់ត្រូវឆ្នោតតើទិញឆ្នោតបើចង់បានដីខ្មែរវិញពីថៃហើយអត់ធ្វើសម្បទានអធិបតេយ្យអត់ធ្វើសម្បទានសេចក្តីថ្លៃថ្នូរអីទាំងអស់ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងទៅតុលាការព្រំប្រទានអន្តរជាតិថ្ងៃនេះអត់ចាំថ្ងៃស្អែកទៀតទេហើយមិនចាំបាច់ផ្ញើសារនយោបាយអីទៀតទេប្រជាពលរដ្ឋឆ្អែតឆ្អន់ហើយកោលទោសជូនដំណឹងមិនទទួលស្គាល់បដិសេធបានហើយល្មមហើយបងប្អូនប៉ុណ្ណឹងបងប្អូនយល់ហើយបើសិនជាធ្វើសារនឹងច្រើនពេកបងប្អូនថាបោកជានយោបាយប្រជាពិធនាំតែសាបដូចទឹកទលេទៀតទៅហើយពិបាកនាំតែនាំគ្នាចិត្តតែការពារជានិយាយការពិតចឹងតែរហូតភូតច្រើនចាញ់អាត្មាទៅវិញវាមិនចង់បានចឹងសោះបាទឥឡូវជនភៀសសឹកយើងនេះរៀងធូរបន្តិចបងប្អូនវិលទៅខ្មែរវិញទៅខ្មែរទៅផ្ទះវិញបាន16756អ្នកទៀតហើយថ្ងៃនេះអញ្ចឹងជនភៀសខ្លួននៅសល់តែ180,000អ្នកជាងទៀតទេដូច្នេះកាន់តែតិចទៅជារឿងល្អដែរប៉ុន្តែអ្នកនៅព្រៃច័ន្ទនឹងជោគជ័យនឹងតំបន់ផ្សេងទៀតទៅអត់បានទេបាទព្រោះអីបលាលួសនឹងកុងតឺន័រដាក់ខណ្ឌជាប់អស់ហើយនឹងព័ត៌មាននៅកូរ៉េនៅសង្ហបុរីគឺគេមានតាក់ទងរឿងអង្គការចិនស៊ីតឡាការសង្ហបុរីថ្ងៃនេះបានចេញដីកាមិនអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន4ដែលដាក់ពាក្យសុំដកលុយចេញពីធនាគារដោយសារគេចោទថានៅជាប់ប្រឡាប់ប្រលោះជាមួយនឹងអ្នកអង្គការចិនស៊ីដូច្នេះក្រុមហ៊ុនទាំង4នេះគឺมันអាចដកលុយបានទេទោះយកទៅបើកបុគ្គលិកឬក៏បង់ថ្លៃផ្ទះថ្លៃភ្លើងអីក៏ដោយគឺតុលាការសម្រេចថាដោយសារតែមានមន្ទិលនៅក្នុងការស៊ើបអង្កេតគឺការឆបោកអនឡាញតាក់ទងនឹងអ្នកអង្គការចិនស៊ីនៅកម្ពុជានេះគឺក្រុមហ៊ុនទាំងនេះនឹងមិនអាចយកទ្រព្យនឹងទៅប្រើប្រាស់បានទេគេបង្កក់តទៅទៀតបាទហើយដំណឹងពីកម្ពុជាបន្តប្រាប់អង្គទូតជាង30ស្ថាប័នទាំងអង្គរជាតិផងប្រាប់គេទៀតហើយពីរឿងថៃឈ្លានពានកម្ពុជាខ្ញុំសូមសរសើរលោកប្រាក់សុខុនណាដែលតស៊ូពុះពៀមិននឿយណាយទេឥឡូវប្រាប់អង្គទូតលោកនេតភក្ត្រាទៅហៅអ្នកកសែតអីឲ្យមកមើលគេបំផ្លាញបាញ់ខ្ទេចខ្ទីអីនៅស្រុកខ្មែរបានហើយអរគុណណាស់នៅទង្វើដែលខំធ្វើនេះប៉ុន្តែសូម